ក្រោមមេឃស្រឡះក្តៅក្រហែងគំនូមួយផ្ទាំងបានប្រែក្លាយជាជញ្ជាំងនៃស្នាមរបួសជញ្ជាំងនៃការឈឺចាប់ជញ្ជាំងនៃទុក្ខវេទនាពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាហើយក៏ជាជញ្ជាំងនៃការដាស់តឿនឲ្យកូនខ្មែរខំប្រឹងឲ្យខ្លាំងដើម្បីកុំឲ្យគេបំពានម្ដងទៀតនៅលើគំនូធំមិនធ្លាប់មានប្រវែងរហូតដល់ទៅ50ម៉ែត្រតាំងបង្ហាញនៅកណ្ដាលក្រុងសៀមរាបគេឃើញស្ត្រីខ្មែរលុតជង្គង់អោបរូបថតពលទាហានជាស្វាមីដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយង់ឃ្នងរបស់ថៃបិទភ្នែកអធិដ្ឋានទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធប្តីនៅក្បែរនោះសិស្សានុសិស្សកំពុងរត់មិនមែនរត់ប្រឡែងតែពួកគេរត់គេចពីគ្រាប់ផ្លោងរបស់យោធាថៃកុមារីម្នាក់លើកដៃសំពះសួររកឪពុកកែវភ្នែករន្ធត់ពេញដោយទុក្ខព្រួយសោកសង្រេងជាសោកនាដកម្មដែលកុមារកម្ពុជាមិនគួរជួបប្រទះទេនៅក្នុងសម័យទំនើបនេះនេះជាជញ្ជាំងនៃការឈឺចាប់ឥតឧបមារបស់កម្ពុជាដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមបញ្ចប់នៅពីក្រោយគំនូស្រែកសួរពិភពលោកទាមទារសន្តិភាពមួយផ្ទាំងនេះមានវិចិត្រករកម្ពុជាប្រហែល50នាក់ស្រាក់គ្នាឆ្នៃឡើងវិចិត្រករខ្លះអង្គុយរៀបដីលាយថ្នាំផ្សំដៃទុកគូសវាវិចិត្រករខ្លះទៀតឈរលើចណ្ដើរផ្ចង់អារម្មណ៍សំងំគូទឹកមុខមួមពំពំទម្ងន់ទុកលោកពុយជុនលីអ្នកសម្របសម្រួលឆ្នៃគំនូនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងសៀមរាបវ៉ែបថាវិចិត្រករមិនមានកំភ្លើងចូលទៅក្នុងសមរភូមិតែវិចិត្រករមានជក់ជាអាវុធដែលអាចដៅស្នាមឈឺចាប់អាវុធដែលអាចដាប់ការចងចាំនិងជាអាវុធដែលអាចដាស់ស្មារតីរួបរวม